រំយោលសាខាទូកកសូមស្វាគមន៍បងប្អូនថ្ងៃនេះចង់នាំបងប្អូនមកមើលបរិយាកាសនៅក្នុងរំយោល Garden ទាំងអស់គ្នាណាបងប្អូនតើរំយោល Garden នៅក្នុងមានបរិយាកាសយ៉ាងម៉េចដែរបងប្អូននេះមកមើលទាំងអស់គ្នាបងប្អូនអាចមកញ៉ាំបាយបងប្អូនអាចទិញលីហាងាវហាលហើយបរិយាកាសនៅអាខាងនេះគឺ outdoor បងប្អូន outdoor ហ្នឹងបងប្អូនអាចអង្គុយក្នុង outdoor ក៏បានក្នុងម៉ាស៊ីនត្រជាក់ក៏បានហើយបងប្អូនទៅមើលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ទាំងអស់គ្នាតែបងប្អូនអាចមានកូនទួយឬក៏លក្ខណៈគ្រួសារបងប្អូនអាចអង្គុយលេងឬក៏តម្រេតបានឃើញកំងដូចជាផ្លែឈើបងប្អូនផ្លែឈើសិតតែផ្លែឈើធម្មជាតិទាំងអស់មានដូចជានំពុំមានតលងឆឹងជ័យឆឹងប្រភេទនំខ្មែរអាកោថ្នោតអាកោខ្ទិះបាញ់អិចនិយាយទៅបងប្អូនមានគ្រប់ប្រភេទទាំងអស់បងប្អូនដែលចូលចិត្តញ៉ាំជ្រូកប្រដាក់ខាងខេត្តសៀមរាបបងប្អូនអាចអញ្ជើញមកញ៉ាំនៅរំយោលបានណាបងប្អូនពួកយើងមានជ្រូកប្រដាក់ដូចគ្នាជ្រូកជាប្រភេទជ្រូកស្រែមានកែបបោកត្រីអាំងត្រីរស់និយាយទៅបងប្អូនមានគ្រប់ប្រភេទគឺម្ហូបខ្មែរមាននៅរំយោលទាំងអស់បងប្អូនយោ Garden សាខាទូកកជាន់ក្រោមបងប្អូននៅក្នុងនោះមានបន្ទប់ម៉ាស៊ីនត្រជាក់បងប្អូនងាយឬក៏បងប្អូនអាចអញ្ជើញពិសាបាយជប់ជុំគ្រួសារលក្ខណៈបែប private គឺបងប្អូនមកមើលបរិយាកាសជាន់លើបងប្អូននិយាយទៅនៅជាន់លើនេះបងប្អូនអង្គុយលក្ខណៈញ៉ាំបាយបែបស្ងប់ស្ងាត់អញ្ចឹងបងប្អូនយើងនៅម្ដុំទូកកបឹងកក់1បឹងកក់2បងប្អូនដែលនឹកឃើញចង់ញ៉ាំម្ហូបខ្មែរឆ្ងាញ់កុំភ្លេចរំយោល Garden សាខាទូកកណាបងប្អូន